បាទបងប្អូននេះគឺជាព្រឹត្តិការណ៍ផ្លែឈើបាត់ដំបងបាទគេមានគេតាំងពិព័រណ៍ផ្លែឈើនៅក្នុងខេត្តបាត់ដំបងយើងបងប្អូនមានត្រេនសាម៉ៅនឹងពុតអីហើយថ្ងៃនេះគឺជាថ្ងៃដំបូងហើយបាទដែលគេបើកកម្មវិធីហើយមនុស្សមកច្រើនខ្លាំងមែនទែនបងប្អូនបាទនេះបងប្អូនចឹងគេទៀតដើរទៅខាងមុខទៀតចង់ដឹងថាគេមានលក់ផ្លែឈើគេខ្លះបាទចឹងចាំតាមដានទស្សនាទាំងអស់គ្នាបាទបងប្អូននេះជាថ្ងៃដំបូងហើយសិតតែស្តង់ផ្លែឈើបងប្អូនផ្លែឈើនៅក្នុងស្រុករបស់យើងបាទទាំងទុរេនទាំងសាម៉ៅអីបាទបងប្អូននេះគឺជាថ្ងៃដំបូងនៃគេចាប់ផ្ដើមដល់កម្មវិធីបាទហើយល្ងាចចេះមនុស្សចាប់ផ្ដើមមកច្រើនដែរបងប្អូនបាទ សូមគោរពអាយដាមលោកជំទាវប្រតិភូអមអាយដាមលោកជំទាវសមាជិកក្រុមប្រឹក្សាខេត្តអាយដាមលោកជំទាវអភិបាលរដ្ឋខេត្តអាយដាមលោកជំទាវលោកស្រីព្រះអង្គវិធីទាំងមូលបាទហើយនេះគឺជារ៉ឺម៉កដែលគេតុបតែងឡើងដើម្បីសម្រាប់ឲ្យតំណាងផ្លែឈើស្រុកនីមួយៗចឹងបងប្អូនគេដូចជាស្រុកកំពូលនេះអីចឹងទៅគឺគេមានជាផ្លែថ្នោតបាទតំណាងឲ្យស្រុកគេចឹងទៅបាទនេះហើយកម្មវិធីនេះគឺធ្វើនៅមុខសាលាខេត្តបាទតតែម្ដងបងប្អូននេះបាទមនុស្សមកចូលរួមច្រើនមែនទែនបងប្អូនបងប្អូនជាប្រកាសមកច្រើនខ្លាំងមែនទែនបាទនេះសតផ្លែឈើបងប្អូនផ្លែឈើក្នុងខេត្តបាត់ដំបងតែម្ដងណាបងប្អូនបាទនេះគេមានរៀបចំតុបតែងអីចឹងទៅបាទជាបុរាណអីចឹងទៅបាទហើយនោះគេមានមនុស្សពោះនោះបាទបដាទៀតបាទកម្មវិធីផ្លែមែនទែនបច្ចុប្បន្នទីខ្លាំងបងប្អូនបាទប្រកែកដើមបងប្អូនគួរណាបងប្អូនគឺគាត់ប្រកែកដើមមែនទែនបាទអាធ្វើម៉េចខិតខំរក្សាអត្តសញ្ញាណរបស់ផ្លែឈើអ្នកបាត់ដំបងបាទមានចំការទុរេនផ្លែទុរេនកំឡូតទុរេនស្រុកកំរៀងទុរេនស្រុកផ្សេងទៀតដែលដាំដុះនៅក្នុងខេត្តបាត់ដំបងកាម៉ៅមង្ឃុតម្រេចកំឡូតដែលយើងចាត់តែជាផ្លែឈើដែលយើងទទួលស្គាល់ក្រូចពូចាត់អូគាយក្រូចខ្លងនៅរចនាបថបាត់ដំបងបាទបងប្អូននេះរមោដែលគេរៀបចំតំណាងឲ្យស្រុកនីមួយៗបាទមានផ្លែខ្នោពោតមានតបែកបាទមានត្រេនសាម៉ៅដងស្ទីនិយាយទៅមានច្រើនមែនទែនគឺតំណាងឲ្យស្រុកនីមួយៗក្នុងខេត្តបាត់ដំបងស្អាតខ្លាំងហើយតាមផ្លែតែបាត់ដំបងធ្វើអីផ្លែរហូតបាទស្អាតមែនទែនបាទហើយស្តង់គេមានច្រើនបងប្អូនស្តង់ផ្លែឈើតែច្រើនខ្លាំងមែនទែនបាទអញ្ចឹងបងប្អូនចង់មកញ៉ាំផ្លែឈើខេត្តបាត់ដំបងនេះបាទអាចមកចូលរួមបានបងប្អូនជាប្រវត្តិយើងមកច្រើនកកមែនទែនបាទបងប្អូននេះខាងនេះក៏ស្តង់ផ្លែឈើជាដែរបាទច្រើនមែនទែនបាទសតត្រេនបាទនិយាយទៅរដូវកាលនេះគឺរដូវកាលត្រេនបាទតែត្រេនច្រើនមែនទែនបាទស្តង់នេះផ្លែគេបងប្អូននេះតុបតែងបាទតុបតែងដោយតុបតែងទៅផ្លែគេបាទស្តង់បាទនិយាយទៅឆ្នាំនេះគឺស្តង់ផ្លែឈើច្រើនជាងឆ្នាំមុនទៀតបងប្អូននេះច្រើនមែនទែនបាទនិយាយទៅគ្រប់ច្រកហ្មងឆ្នាំនេះមានថាស្តង់ច្រើនណាបងប្អូនបាទហើយខាងនេះក៏ស្តង់ច្រើនដែរបន្តខាងនេះឆ្នាំនេះស្តង់ច្រើនបាទហើយនេះបងប្អូនជាប្រវត្តិយើងចាប់ដើមមកបងប្អូននេះសារគាត់ចង់មកទិញត្រេនបាទត្រេនខេត្តបាត់ដំបងស្រុកកំឡូតបាទគឺអត់មានមកពីប្រទេសមួយទេគឺក្នុងខេត្តបាត់ដំបងយើងដែរបាទបងប្អូនយើងមកពីប្រទេសយើងចាប់ដើមដើរមកច្រើនបងប្អូននេះជាប្រវត្តិមកកម្មវិធីតាមពិព័រណ៍ផ្លែឈើនៅខេត្តបាត់ដំបងច្រើនខ្លាំងមែនទែនឆ្នាំមានតែម្ដងទេបងប្អូនក្នុងកម្មវិធីនៅក្នុងខេត្តបាត់ដំបងនេះបាទកម្មវិធីពិព័រណ៍ផ្លែឈើនេះនិយាយទៅឲ្យតែកម្មវិធីម្ដងគឺក៏ដែររំលងបងប្អូនដោយសារតែវាមានណាបាទហើយត្រេននេះក៏ទូថ្លៃដែររបស់ខ្មែរយើងរបស់ស្រុកកំឡុងបាទហើយកន្លែងនេះកន្លែងថាកម្មវិធីអីចឹងណាបាទបងប្អូនជាប្រវត្តិមកច្រើនបាទហើយនៅមុខស្តង់ខ្លះហ្នឹងក៏គេមានលេងហ្គេមលេងអីចឹងទៀតបងប្អូនបាទបាទ
ច្រើនដែរបាទនេះស្តង់គេច្រើនណាស់បងប្អូននេះសិតតែស្តង់ត្រេនបាទនេះមកពីចំការផ្សេងបាទនេះគេច្រើនចំការត្រេនហ្នឹងមកពីស្រុកសំឡូតបងប្អូននៅសារនៅបាត់ដំបងនេះគឺចំការគេច្រើននៅខាងសំឡូតណាបងប្អូននេះច្រើនមែនទែនបាទនេះត្រេនគេផ្លែល្អទៀតបងប្អូននេះបាទស្តង់នេះវិញគេលុបមិនអស់បាទបងប្អូននេះត្រេនមកពីនិយាយទៅត្រេនស្តង់ត្រេនច្រើនខ្លាំងមែនទែនបាទខាងមានមកបងប្អូនតូបមានបាទបងប្អូននេះចង់ញ៉ាំផ្លែឈើអីមកថ្ងៃនេះណាសម្បូរមែនទែនបងប្អូនហើយកម្មវិធីគេមិនតែមួយថ្ងៃណាបងប្អូនថ្ងៃនេះគឺជាថ្ងៃចាប់ផ្ដើមបើកបាទកម្មវិធីនេះឆ្នាំនេះធ្វើ9ថ្ងៃចាប់ពីថ្ងៃទី10រហូតដល់ថ្ងៃទី19ខែកក្កដាបាទនេះកម្មវិធីនេះគឺធ្វើនៅសាលាខេត្តបាត់ដំបងតែម្ដងបងប្អូនស្អាតដល់ទីតាំងនេះបាទស្អាតខ្លាំងតែម្ដងបាទមិនមកច្រើនកកបាទហើយឥឡូវនេះគឺរដ្ឋមន្ត្រីខាងក្រសួងទេសចរនេះក៏គាត់បានអញ្ជើញចូលរួមដែរបាទក្រៅពីផ្លែឈើត្រេនសាម៉ៅក៏គេមានស្តង់លក់ម្ហូបចំណីអាហារជាច្រើនដែរបងប្អូននេះនៅតាមនេះមានស៊ុបសាច់អាំងមានអីចឹងណានិយាយទៅច្រើនមែនទែន មិនខ្លាំងណាស់យកទៅកតែធំពេក បាទទឹកស្មានេះហើយទឹកថ្ងៃដំបូង